លោកស៊ីជីនពីងកាលថ្ងៃទី16ខែមិថុនាឆ្នាំ1953ទីក្រុងប៉េកាំងប្រទេសចិនគឺជាអ្នកនយោបាយនិងជាមន្ត្រីរដ្ឋាភិបាលចិនដែលបានបម្រើការជាអគ្គលេខាធិការបក្សកុម្មុយនីសចិន CCP តាំងពីឆ្នាំ2012និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនចាប់តាំងពីឆ្នាំ2013ពីមុនលោកធ្លាប់ធ្វើជាអនុប្រធានាធិបតីរបស់ប្រទេសចិនឆ្នាំ2008ដល់2013លោកស៊ីស៊ីនពីងគឺជាកូនប្រុសរបស់លោកស៊ីយ៉ុងស៊ុនដែលធ្លាប់ធ្វើជាឧបនាយករដ្ឋមន្ត្រីចិននិងជាសមាមិត្តដំបូងបង្អស់របស់ម៉ៅសេតុងព្រឹទ្ធាចារ្យស៊ីជារឿយៗមិនពេញចិត្តចំពោះបកនិងរដ្ឋាភិបាលរបស់គាត់ទេជាពិសេសមុននឹងអំឡុងពេលបដិវត្តវប្បធម៌1966ដល់76និងបន្ទាប់ពីគាត់បានរិះគន់យ៉ាងចំហលើសកម្មភាពរបស់រដ្ឋាភិបាលក្នុងអំឡុងឧបទ្ទហេតុនៃទីលានធានអានមែនឆ្នាំ1989កុមារភាពវ័យក្មេងរបស់លោកស៊ីជីនត្រូវបានចំណាយយ៉ាងទូលំទូលាយនៅក្នុងបរិវេណលំនៅឋាននៃអភិជនដែលកំពុងកាន់អំណាចរបស់ប្រទេសចិននៅទីក្រុងប៉េកាំងក្នុងអំឡុងពេលបដិវត្តវប្បធម៌ប៉ុន្តែជាមួយនឹងឪពុករបស់គាត់ត្រូវបានបោសសម្អាតនិងអស់ការពេញចិត្តលោកស៊ីជីនភីងត្រូវបានបញ្ជូនទៅជនបទក្នុងឆ្នាំ1969គាត់ធ្វើការពីឆ្នាំ1969ដល់ឆ្នាំ1975ជាកម្មករដោយដៃនៅលើឃុំកសិកម្មមួយនៅក្នុងខេត្តសាំងស៊ីជនបទហើយគាត់បានបង្កើតទំនាក់ទំនងល្អជាពិសេសជាមួយកសិករក្នុងស្រុកដែលអាចជួយឲ្យលោកសនកើនឡើង CCP ការចូលទៅក្នុង CCP ការអប់រំនិងអាពាហ៍ពិពាហ៍នៅឆ្នាំ1974លោកស៊ីបានក្លាយជាសមាជិកបកផ្លូកាដោយបម្រើការជាលេខាសាខាហើយឆ្នាំបន្ទាប់គាត់បានចាប់ផ្ដើមចូលរៀននៅសាកលវិទ្យាល័យស៊ីងហួររបស់ទីក្រុងប៉េកាំងជាកន្លែងដែលគាត់បានសិក្សាផ្នែកវិស្វកម្មគីមីបន្ទាប់ពីបញ្ចប់ការសិក្សានៅឆ្នាំ1979លោកបានធ្វើការរយៈពេល3ឆ្នាំជាលេខារបស់គឹងប៊ីយ៉ាវដែលពេលនោះជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៅក្នុងរដ្ឋាភិបាលកណ្ដាលចិននៅឆ្នាំ1982លោកស៊ីបានបោះបង់តំណែងនោះដោយជ្រើសរើសជំនួសឲ្យចាក់ចេញពីទីក្រុងប៉េកាំងហើយធ្វើការជាលេខាធិការរងសម្រាប់ CCP នៅក្នុងខេត្ត Hebei លោកមានមូលដ្ឋាននៅទីនោះរហូតដល់ឆ្នាំ1985ពេលលោកត្រូវបានតែងតាំងជាសមាជិកគណៈកម្មាធិការបកនិងជាអភិបាលរងក្រុង Xiamen ក្នុងខេត្ត Fujian ពេលរស់នៅ Fujian លោកស៊ីបានរៀបការជាមួយតារាចម្រៀងប្រជាប្រិយដ៏ល្បី Peng Liyuan ក្នុងឆ្នាំ1987គាត់បានបន្តការងាររបស់គាត់ឡើងហើយនៅឆ្នាំ1995គាត់បានឡើងកាន់តំណែងជាអនុលេខាបកខេត្តការឡើងនៅក្នុង CCP នៅឆ្នាំ1999លោកស៊ីបានក្លាយជាអភិបាលស្ដីទី Fujian ហើយគាត់បានក្លាយជាអភិបាលនៅឆ្នាំបន្ទាប់ក្នុងចំណោមកង្វល់របស់លោកក្នុងនាមជាប្រធានរបស់ Fujian គឺការអភិរក្សបរិស្ថាននិងកិច្ចសហប្រតិបត្តិការជាមួយនឹងកោះតៃវ៉ាន់គាត់បានកាន់តំណែងទាំងលេខារងនិងតំណែងជាអភិបាលរហូតដល់ឆ្នាំ2002នៅពេលដែលគាត់ត្រូវបានដំឡើងម្ដងទៀតនៅឆ្នាំនោះគាត់បានផ្លាស់ទៅខេត្តជេជាងជាកន្លែងដែលគាត់បានធ្វើជាអភិបាលស្ដីទីនិងពីឆ្នាំ2003ជាលេខាបកខណៈនៅទីនោះលោកបានផ្ដោតលើការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មរបស់ខេត្តដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពទ្រព្យសម្បត្តិរបស់លោកស៊ីបានទទួលការជំរុញមួយផ្សេងទៀតនៅដើមឆ្នាំ2007នៅពេលដែលរឿងអាស្រូវជំវិញការដឹកនាំជាន់ខ្ពស់នៃទីក្រុងសៀងហៃបាននាំឲ្យគាត់ចូលកាន់តំណែងជាលេខាបករបស់ទីក្រុងអ្នកស្នងតំណែងមុនរបស់គាត់គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានធ្វើឲ្យខូចទ្រង់ទ្រីដោយគម្រោងមូលនិធិសោធននិវត្តន៍ដ៏ធំទូលាយមួយផ្ទុយពីឪពុកអ្នកកែតម្រង់របស់គាត់លោកស៊ីមានកិត្តិឈ្មោះខាងការប្រុងប្រយ័ត្ននិងដើរតាមគន្លងបាក់ហើយក្នុងនាមជាលេខារបស់ទីក្រុងសៀងហៃផ្ដោតសំខាន់លើការលើកកម្ពស់ស្ថិរភាពនិងកោស្តាឡើងវិញនូវរូបភាពហិរញ្ញវត្ថុរបស់ទីក្រុងទោះបីជាយ៉ាងណាក៏ដោយលោកបានកាន់តំណែងនេះត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះខណៈដែលលោកត្រូវបានជ្រើសរើសនៅក្នុងខែតុលាឆ្នាំ2007ជាសមាជិកម្នាក់ក្នុងចំណោមសមាជិក9នាក់នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយរបស់ CCP ការិយាល័យនយោបាយដែលជាស្ថាប័នកាន់អំណាចខ្ពស់បំផុតនៅក្នុងគណៈបកជាមួយនឹងការឡើងតំណែងនោះលោកស៊ីត្រូវបានដាក់ក្នុងបញ្ជីខ្លីនៃអ្នកស្នងតំណែងរបស់លោកហ៊ូយិនថាវអគ្គលេខាធិការ CCP ចាប់តាំងពីឆ្នាំ2002និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចាប់តាំងពីឆ្នាំ2003
ស្ថានភាពរបស់លោកស៊ីកាន់តែមានភាពប្រកាសប្រជានៅពេលដែលក្នុងខែមិនិនាឆ្នាំ2008លោកត្រូវបានជ្រើសរើសជាអនុប្រធាននៃប្រទេសចិនក្នុងតួនាទីនោះលោកបានផ្ដោតលើកិច្ចខិតខំប្រឹងប្រែងអភិរក្សនិងការធ្វើឲ្យទំនាក់ទំនងអន្តរជាតិប្រសើរឡើងនៅខែតុលាឆ្នាំ2010លោកស៊ីត្រូវបានតែងតាំងជាអនុប្រធាននៃគណៈកម្មាធិការយោធាមជ្ឈិមដ៏មានឥទ្ធិពល CMC ដែលជាមុខតំណែងដែលធ្លាប់កាន់កាប់ដោយលោកហ៊ូដែលចាប់តាំងពីឆ្នាំ2004ជាប្រធានគណៈកម្មាធិការហើយជាទូទៅត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយសម្រាប់តំណែងប្រធានាធិបតីនៅខែវិច្ឆិកាឆ្នាំ2012ក្នុងអំឡុងពេលសមាជបក្សលើកទី18របស់ CCP លោកស៊ីត្រូវបានជ្រើសរើសម្ដងទៀតនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយកាត់បន្ថយសមាជិកមកត្រឹម7នាក់ហើយគាត់បានបន្តតំណែងជាអគ្គលេខាធិការបក្សនៅពេលនោះលោកហ៊ូក៏បានលាលែងប្រធាន CMC ទៅលោកស៊ីនៅថ្ងៃទី14ខែមីនាឆ្នាំ2013គាត់ត្រូវបានជ្រើសរើសជាប្រធានាធិបតីនៃប្រទេសចិនដោយសភាប្រជាជនជាតិការបង្រួបបង្រួមអំណាចក្នុងចំណោមគំនិតរៀបចំដំបូងរបស់លោកស៊ីគឺយុទ្ធនាការប្រឆាំងអំពើពុករលួយទូទាំងប្រទេសដែលឆាប់ឃើញការដកដំឡើងមន្ត្រីជាន់ខ្ពស់និងទាបលពុះអ្នកទាំងខ្លានិងរុយលោកស៊ីក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃនីតិរដ្ឋដោយអំពាវនាវឲ្យមានការប្រកាន់ខ្ជាប់នូវរដ្ឋធម្មនុញ្ញរបស់ចិននិងវិជ្ជាជីវៈកាន់តែច្រើននៃតុលាការជាមធ្យោបាយនៃការអភិវឌ្ឍសង្គមនិយមជាមួយនឹងលក្ខណៈរបស់ចិនក្រោមការដឹកនាំរបស់លោកស៊ីប្រទេសចិនបានអះអាងកាន់តែខ្លាំងឡើងក្នុងកិច្ចការអន្តរជាតិដោយទទួយលើការទាមទារអធិបតេយ្យភាពដែនដីរបស់ខ្លួនលើស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូងបើទោះបីជាមានសេចក្តីសម្រេចមិនល្អដោយតុលាការអាជ្ញាកណ្ដាលនៅទីក្រុងឡាអេនិងជំរុញគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយផ្លូវមួយសម្រាប់ពាណិជ្ជកម្មរួមហេដ្ឋារចនាសម្ព័ន្ធនិងគម្រោងអភិវឌ្ឍជាមួយបណ្ដាប្រទេសនៅអាស៊ីបូព៌ានិងអាស៊ីកណ្ដាលលោកស៊ីបានគ្រប់គ្រងការបង្រួបបង្រួមអំណាចក្នុងល្បឿនដ៏លឿនក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកជាប្រធានាធិបតីចិនជោគជ័យនៃយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់លោកបានបន្តដោយមានមន្ត្រីពុករលួយជាង1លាននាក់ត្រូវបានផ្តន្ទាទោសនៅចុងឆ្នាំ2017យុទ្ធនាការនេះក៏បានបម្រើការដើម្បីដកគូប្រជែងនយោបាយជាច្រើនរបស់លោកស៊ីផងដែរដោយជំរុញការខិតខំប្រឹងប្រែងរបស់លោកក្នុងការលុបបំបាត់ការមិនពេញចិត្តនិងពង្រឹងការក្តាប់អំណាចរបស់លោកនៅខែតុលាឆ្នាំ2016 CCP បានផ្ដល់ងារជាមេដឹកនាំស្នូលដល់គាត់ដែលពីមុនត្រូវបានផ្ដល់ឲ្យតែដល់អិសរាជជនគណបកមានឥទ្ធិពលម៉ៅសេដុងដឹងសោភីងនិងចាងហ្សេមីនចំណងជើងភ្លាមៗបានបង្កើនឋានៈរបស់គាត់ម៉ៅសេតុងតេងសៀវពីងនិងជួងសៀមីនចំណងជើងភ្លាមៗបានបង្កើនឋានៈរបស់គាត់មួយឆ្នាំក្រោយមក CCP បានបោះឆ្នោតដើម្បីដាក់ឈ្មោះនិងមនោគវិជ្ជារបស់ស៊ីដែលត្រូវបានពិពណ៌នាថាជាការគិតបានត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរបស់គណបក្សដែលជាកិត្តិយសដែលពីមុនបានផ្ដល់តែចំពោះម៉ៅប៉ុណ្ណោះមនោគវិជ្ជារបស់លោកស៊ីក្រោយមកត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសដែលការវិសោធនកម្មដែលបានអនុម័តដោយសភាប្រជាជនជាតិនិងក្នុងខែមីនាឆ្នាំ2018 NPC ក៏បានអនុម័តវិសោធនកម្មផ្សេងទៀតចំពោះរដ្ឋធម្មនុញ្ញរួមទាំងការលុបចោលការកំណត់អាណត្តិសម្រាប់ប្រធានាធិបតីនិងអនុប្រធានាធិបតីរបស់ប្រទេសការផ្លាស់ប្ដូរនេះនឹងអនុញ្ញាតឲ្យលោកស៊ីបន្តកាន់តំណែងលើសពីឆ្នាំ2023នៅពេលដែលគាត់នឹងត្រូវចុះចេញពីតំណែង NPC ក៏បានជ្រើសរើសជាឯកច្ឆន្ទលោកស៊ីឲ្យកាន់តំណែងជាប្រធានាធិបតីអាណត្តិទី2ក្នុងខែមីនាអំណាចនិងឥទ្ធិពលរបស់លោកស៊ីត្រូវបានពង្រឹងនៅឆ្នាំ2021នៅពេលដែល CCP បានអនុម័តដំណោះស្រាយជាប្រវត្តិសាស្ត្រក្នុងខែវិច្ឆិកាដែលបានពិនិត្យមើលសមិទ្ធផលសំខាន់ៗនិងបទពិសោធន៍ប្រវត្តិសាស្ត្ររបស់គណបក្សក្នុងរយៈពេល100ឆ្នាំកន្លងមកហើយបានសម្លឹងមើលទៅលើផែនការអនាគតផងដែរវាបានបង្ហាញពីការសរសើរចំពោះការដឹកនាំរបស់លោកស៊ីជាងពាក់កណ្ដាលនៃឯកសារនេះត្រូវបានឧទ្ទិសដល់សមិទ្ធផលក្រោមការដឹកនាំរបស់លោកស៊ីក្នុងរយៈពេល9ឆ្នាំដែលលោកបានដឹកនាំគណបក្សដូចជាការកាត់បន្ថយភាពក្រីក្រនិងការទប់ស្កាត់អំពើពុករលួយវាគ្រាន់តែជាដំណោះស្រាយលើកទី3ប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្ររបស់គណបក្សពីមុនត្រូវបានឆ្លងកាត់ក្រោមម៉ៅនិងតេងហើយវាបានបង្កើនឋានៈរបស់ស៊ីដោយធានាថាគាត់នឹងត្រូវបានគេមើលឃើញថាជាអិសរាជជនដ៏សំខាន់
នៅក្នុងប្រវត្តិសាស្ត្រគណបកនៅខែតុលាឆ្នាំ2022លោកស៊ីត្រូវបានបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទសម្រាប់អាណត្តិទី3ជាប្រវត្តិសាស្ត្រជាអគ្គលេខាធិការនៃ CCP ដោយបានពង្រឹងអំណាចរបស់លោកបន្ថែមទៀតនាថ្ងៃដដែលគណៈបកបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយលើកទី20ដោយបន្ថែមពីលើលោកស៊ីមានអ្នកស្មោះត្រង់ស៊ី6នាក់នៅថ្ងៃទី10ខែមីនាឆ្នាំ2023លោកស៊ីក៏បានធានានៅអាណត្តិ5ឆ្នាំទី3ដែលមិនធ្លាប់មានពីមុនមកជាប្រធានាធិបតីនៃប្រទេសចិនដែលជាការអភិវឌ្ឍដែលត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយបន្ទាប់ពីរដ្ឋធម្មនុញ្ញរបស់ចិនត្រូវបានកែប្រែក្នុងខែមីនាឆ្នាំ2018ដើម្បីដកដែនកំណត់រយៈពេល2អាណត្តិនៃប្រធានាធិបតីក្នុងនាមជាបេក្ខជនតែម្នាក់លោកស៊ីទទួលបានសម្លេងគាំទ្រពីប្រតិភូទាំងអស់ចំនួន2952រូបទៅកាន់សភាដើម្បីបន្តធ្វើជាប្រមុខរដ្ឋ